ស្ដីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ channel បេតាកូនខ្មែរនៅឲ្យឃើញថាខ្ញុំបានបាត់មុខពី channel រាំងយូរដែរបងប្អូនហើយខ្ញុំខានចេញវីដេអូយូរដែរចូលរយៈពេល2ឆ្នាំហើយនៅមូលហេតុដោយសារខ្ញុំរវល់បងប្អូនមួយរយៈមុនគឺខ្ញុំរវល់ខ្លាំងមែនតើបងប្អូនហើយដោយសារខ្ញុំបានជាប់ធ្វើការពីកន្លែងអញ្ចឹងណាបងប្អូនហ្នឹងហើយក៏អត់សូវមានពេលធ្វើអញ្ចឹងណារកពេលសម្រាប់សឹងថាមិនចង់បានអញ្ចឹងបងប្អូនហើយឥឡូវដោយសារឥឡូវខ្ញុំរៀងតនេដៃដែរអញ្ចឹងគឺខ្ញុំចាប់ផ្ដើមមកធ្វើ channel ធ្វើវីដេអូចែកម្លែកជូនបងប្អូនឡើងវិញហើយបងប្អូនហ្នឹងហើយបងប្អូនណាកុំឲ្យខាតពេលយូរឥឡូវយើងមកចូលប្រធានបទអញ្ចឹងទៅហ្នឹងហើយថ្ងៃនេះខ្ញុំចង់ចែកម្លែកបងប្អូនពីការចិញ្ចឹមចលែនក្រហមអញ្ចឹងបងប្អូនហ្នឹងហើយដូចបានឃើញអញ្ចឹងនេះគឺជាចលែនមេពូជដែលខ្ញុំបានចែកមេពូជពីខាងស្រុកក្រៅគឺស្រុកក្រៅខ្មែរប្រទេសយើងអញ្ចឹងណាបងប្អូនហើយចលែននេះគឺវាងាយស្រួលចិញ្ចឹមខ្លាំងមែនតើបងប្អូនហ្នឹងហើយគឺវាឆាប់កើតនិយាយទៅគឺខ្ញុំយកមកហ្នឹងគឺខ្ញុំយកមកមេពូជគឺតែបន្តិចទេតែឥឡូវខ្ញុំអាចបែកលូកបានប្រចាំខែអញ្ចឹងបងប្អូនហើយមួយខែខ្ញុំលូកមិនក្រោមពី20ធុងទេបងប្អូនហ្នឹងហើយពួកនេះវាងាយស្រួលចិញ្ចឹមហើយវា free fat វាអត់កក្រិចទេបងប្អូនហើយជាចំណីត្រីលេខ1ពួកនេះគឺមិនថាបងប្អូនចិញ្ចឹមពួកបេតាចិញ្ចឹមពួកម៉ូលីកតុយ3ហើយនៅពួកហ្គេពីនេះបងប្អូនហើយគឺថាវាល្អទាំងអស់ចឹងវាពិសេសហើយធុងនេះវិញគឺជាធុងដែលខ្ញុំបំបែកបានរយៈពេល1សប្តាហ៍បងប្អូនឃើញថាវាកើតច្រើនទៀតហើយបងប្អូនឃើញនៅខ្មៅជាប់ធុងហ្នឹងគឺជាពងរបស់វាបងប្អូនហើយចលែននេះគឺវាអត់ពងនៅខាងក្រោមទេគឺវាឡើងមកពងនៅខាងលើចឹងបងប្អូនណាបងប្អូនអាចមើលបានគឺថាច្រើនខ្លាំងមែនទែនហើយចលែននេះខ្ញុំនិយាយចឹងគឺវាស្រួលចិញ្ចឹមខ្លាំងមែនទែនចំណីរបស់វាគឺហ្វីតានំប៉័ងនេះបងប្អូនហើយយើងរៀបចំដូចជាខ្ជូងដូចជាទឹកទៅគឺរួចជាការហ្វ្រាយបងប្អូនងាយស្រួលចិញ្ចឹមខ្លាំងមែនទែនហើយធុងនេះវិញក៏ដូចគ្នាដែរបងប្អូននេះក៏កើតច្រើនដែរអានេះដូចខ្ញុំបែករយៈពេលក្នុង1សប្តាហ៍ដែរខ្ញុំបែកទៅមួយខែគឺខ្ញុំបែកច្រើនធំមែនទេបងប្អូនដូចខ្ញុំនិយាយចឹងថាអ្នកដែលចិញ្ចឹមត្រីក្រំគឺលែងខ្វល់ពីចំណីទេដោយសារអីគឺយើងមានតែមួយធុងនេះគឺគ្រប់គ្រាន់ណាបងប្អូនហើយយើងចិញ្ចឹមកាន់តែយូរកាន់បែកកូនកាន់តែច្រើនចឹងបងប្អូនអញ្ចឹងយើងលែងខ្វល់ពិបាករឿងទៅរត់ចាយទឹកទៅទឹកអីទៀតហើយគឺមានតែប្រភេទចលែននេះគឺអូខេតែម្ដងហើយសម្រាប់បងប្អូនដែលចង់បានមេពូជចលែនគឺយើងមានចែកពូជឲ្យបងប្អូនហើយមានចែកពូជជួនក្នុងតម្លៃមួយដែលសមរម្យចឹងបងប្អូនហើយចលែននេះគឺជាចលែនដែលយើងប្រមូលផលនេះបងប្អូនអាចមើលបានគឺហ្វាច់ចលែនគឺល្អខ្លាំងមែនតើមើលទៅគឺតំណងខ្លាំងបងប្អូនហើយសូម្បីតែថាយើងក៏ចង់ញ៉ាំដែរហ្នឹងហើយបងប្អូននិយាយលេងទេគឺចលែននេះគឺថាអែមខ្លាំងមែនតើបងប្អូនហើយនេះខ្ញុំប្រមូលតាមមួយធុងណាបងប្អូនហើយនេះគឺជាប្រភេទត្រីត្រឹមដែលខ្ញុំមាននៅក្នុងស្តុកចឹងបងប្អូននេះជាប្រភេទពួកម៉ាឡេកូនសម្បុកនេះយើងបង្កាត់នៅក្នុងស្រុកនេះជាកូនសម្បុករបស់ខ្ញុំពួកត្រីខាំពួកម៉ាឡេសម្រាប់បងប្អូនដែលត្រូវការប្រភេទពួកត្រីខាំពួកម៉ាឡេក្នុងស្រុកគឺខ្ញុំមានចែកជូនបងប្អូនហើយតម្លៃគឺធូរខ្លាំងមែនទែនមួយគ្រាប់តែ$3ទេបងប្អូនហើយបងប្អូនយកចាប់ពី10គ្រាប់ឡើងលើខ្ញុំគិតឲ្យមួយគ្រាប់8000ណាព្រោះនេះខាំសបាយតាមភូមិបានបងប្អូនហើយខាំមួយកែវ5-60000អីបានយ៉ាងសបាយពួកនេះគឺថាយើងយកទៅថែតទៅហើយនេះត្រីបងប្អូនអាចមើលបានគីឡូវាមានចាប់ពី100ឡើងលើបងប្អូនហើយសម្រាប់បងប្អូនដែលត្រូវការទិញត្រីនិងទិញចលែនមេពូជបងប្អូនអាចទាក់ទងមក account Facebook ខ្ញុំផ្ទាល់បានហើយនេះគឺជា account Facebook របស់ខ្ញុំបងប្អូនអាចទំនាក់ទំនងមកបានហើយចាប់ពីថ្ងៃទៅខ្ញុំនឹងព្យាយាមចេញវីដេអូបានច្រើនជូនបងប្អូនវិញអញ្ចឹងណាបងប្អូនដែលសារឥឡូវខ្ញុំតនេជាងមុនច្រើនអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមមកធ្វើវីដេអូជូនបងប្អូនឡើងវិញហើយក៏សូមអរគុណបងប្អូនដែលតែងតែឆាតហ្វូតែងតែ comment នៅក្នុងវីដេអូរបស់ខ្ញុំអញ្ចឹងណាហ្នឹងហើយបងប្អូនមើលវីដេអូនេះកុំភ្លេចជួយ subscribe និងជួយ like មួយដើម្បីងាយស្រួលតាមដាននៅវីដេអូថ្មីរបស់ខ្ញុំបន្តទៀតជាចុងក្រោយសូមអរគុណសូមជម្រាបលា